ទូទៅគឺសកម្មភាពរបស់យើងក្នុងការសម្អាតឆ្នេរនេះគឺយើងធ្វើជាប្រចាំសប្តាហ៍រៀងរាល់ថ្ងៃអង្គារនិងថ្ងៃសុក្រហើយដែលយើងបានការចូលរួមពីកម្លាំងចលករដែលធំនោះគឺបណ្ដាសហគ្រាសវិស័យទេសចរទូទៅតែម្ដងលើក្រុងកោះរ៉ុងដែលមានទាំងវិស័យសន្តាគារបឹងហ្គាឡូ resort ក៏ដូចជាអាហារដ្ឋានផ្សេងៗនៅលើនេះតែម្ដងដើម្បីចូលរួមសម្អាតឆ្នេររបស់យើងឲ្យបានស្អាតជាប្រចាំពាក់ព័ន្ធនឹងតំបន់នេះគឺជាតំបន់រមណីយដ្ឋានបែបធម្មជាតិយើងមានសមុទ្រស្អាតទឹកថ្លាល្អហើយតែបើយើងនៅមានកំណត់សម្រាមពីវាពីការមិនមានរបៀបរៀបរយគឺវាស្មើនឹងសកម្មភាពនឹងក៏ត្រូវបាត់បង់ទៅវិញសកម្មភាពនៅលើកោះរ៉ុងនេះមាននិរន្តរភាពទៅបានគឺអាស្រ័យទៅលើបណ្ដាសហគ្រាសវិស័យទេសចរទាំងអស់ក៏តែងតែមានការយកចិត្តទុកដាក់នឹងការចូលរួមជាមួយនឹងសកម្មភាពផ្សេងៗក្នុងការសម្អាតនៅតំបន់ឆ្នេរយើងនេះតែម្ដងភាពស្អាតរបស់យើងនេះគឺអាចតាក់ទាញចងចិត្តឲ្យភ្ញៀវបរទេសក្តីទេសចរខ្មែរក្តីអាចនឹងមកចូលរួមនិងស្នាក់នៅបានយូរពេលដែលទេសចរមកច្រើនក៏វាជាលទ្ធភាពមួយដែលជួយដល់សេដ្ឋកិច្ចនៃប្រជាសហគមន៍ផងដែរ